จ้า hello អ្នកទាំងអស់គ្នានេះជីបាសទៅ cherry picking it take 5 hour drive from Sydney to Buffett Buffett Farm Orange it take 5 hour ចាគឺការជីបាសទៅបេះ cherry និយាយទៅមកបាសនេះគឺតលាយខ្លាំងមែនតែនដោយសារតែគេ free បាសហើយគ្នាយើងទៅអត់បានច្រើនទេគឺបាន20នាក់ជាងហើយចំនួនបាសនេះគឺដល់ទៅ30នាក់ជាងហើយណោះអញ្ចឹងហើយគឺម្នាក់អង្គុយតលាយកន្លែងខ្លាំងមែនតែនចានិយាយទៅបេះ cherry គឺសុវ័យដែរព្រោះដោយសារតែយើងបានមើលទេសភាពតាមផ្លូវចាគឺអត់ធុញទ្រាន់ទេព្រោះដោយសារតែមួយថ្ងៃយើងអត់សូវចេញពីផ្ទះទេជាពិសេសគឺខ្ញុំតែម្ដងអញ្ចឹងហើយឲ្យតែមានគេប្រវល់ទៅ cherry picking ជារៀងរាល់ឆ្នាំគឺតែងតែ say yes ចាហើយនេះកំពុងអាជីពទៅបដាគឺ live បដាចានិយាយទៅគឺបាន relax សម្រួលអារម្មណ៍ចាហើយបូកជាមួយនឹងឡានបាសអត់សូវមានមនុស្សទៀតគឺថា relax ខ្លាំងមែនតើថ្ងៃហ្នឹងបានថតបានអីច្រើនគួរសមដែរនិយាយទៅជារៀងរាល់ឆ្នាំគឺអត់សូវបានថតទេតែដោយសារតែឆ្នាំនេះគឺមានអ្នកចូលរួមទៅបេះ cherry តិចចឹងហើយគឺបានសម្រាប់ច្រើនចានេះមើលអ្នកនរគ្នាមើលតែទេសភាពតាមដងផ្លូវទៅដឹងហើយគឺអត់សូវមានឡានអត់សូវមានអីដោយសារតែក្រុមរបស់យើងបានងើបទៅតាំងពីព្រឹកព្រលឹមតាំងពីម៉ោង6កន្លះចាជួបជុំគ្នានៅកន្លែងបាសហើយក៏យើងបានជីរហូតមកហ្មងចាហើយគប់ផ្សំទៅនៅអាកាសធាតុទៀតគឺថាអត់ក្តៅហើយក៏អត់ត្រជាក់មកល្មមនិយាយទៅគឺថា weather ល្អខ្លាំងមែនតែនចាហើយកន្លែងក្នុងបាសក៏ទលាយទៀតនិយាយទៅគឺថាមកអែហ្មងចាអូខេអរគុណច្រើនអញ្ចឹងគឺ live ទៅបេះ cherry picking ព្រោះthe cost of life គឺមានតែប៉ុណ្្នឹងទេនិយាយទៅគឺថតតិចឲ្យតែបានដាក់ YouTube សម្រាប់អ្នកដែលចូលចិត្តមើល YouTube channel ព្រោះ the cost of life ចឹងណាចាគឺអត់មានអីច្រើនទេអញ្ចឹងតិចទៀតមកមើលផ្លែ cherry ដែល the cost of life បានបេះរួចនៅឯចុងវីដេអូចាប្រឹងបេះដែរថ្ងៃនោះណាប្រឹងបេះបានប្រហែលជាមួយធុងហ្នឹងគឺចំនួន75គីឡូប្រឹងបេះតោងផងវាផងទៅលើដើមផងអត់ប្រកែកបេះទេប៉ុន្តែប្រឹងបេះឲ្យបានគ្រប់មួយធុងអញ្ចឹងណាប៉ុន្តែពេលដែលបានគ្រប់មួយធុងហើយដើរទៅមើលកន្លែងផ្សេងទៀតឃើញល្អច្រើនទៀតក៏បេះប្រគំមួយធុងទៀតចានិយាយទៅគឺឡើង2ធុងស្មើនឹង10គីឡូនៅពេលដែលយកមកថ្លឹងសរុបជាទឹកលុយគឺប្រហែលជាអស់មើល1គីឡូ10រៀល10គីឡូគឺ$100ជាងចា$100ជាងហើយគឺ the cost of life បានទិញផ្លែប៉ោម2កេសទៀតចាព្រោះឃើញផ្លែប៉ោមគេស្រស់ថ្មីណាអ្នកនរគ្នានិយាយទៅគឺថាស្រស់ខ្លាំងមែនតើយើងញ៉ាំមួយហើយគឺថាអត់អាចឈប់ញ៉ាំមួយទៀតបានទេជក់មាត់រហូតញ៉ាំមួយទៅមួយ cherry ក៏អញ្ចឹងដែរបន្ទាប់ពីពេលបេះពេញមួយធុងហើយញ៉ាំបដាគឺថាឡើងឆ្អែតខ្លាំងមែនតើហើយសុវ័យទៀតដោយសារតែអាកាសធាតុក៏ត្រជាក់អត់ក្តៅអញ្ចឹងណាអញ្ចឹងហើយគឺថានៅបេះបានយូរបានច្រើនចាអូខេនិយាយទៅវីដេអូមានតែប៉ុណ្ណឹងHere everyone, this is the cherry that I picked. It's 10 kilo, and the other bucket I haven't cleaned yet, so I clean one bucket first. See, it's very fresh. It's not that big, but I'm happy with it because I can pick the big one, but it's hard a bit. You know, like we need to walk far, and for me that's fine. I'm happy with this side. Oh my God, it tastes very juicy, sweet, and very nice. Yes, I'm so happy that I get there and pick it a lot. Yeah, and you know how many days I go with it? Just only 2 days. I eat for breakfast, for lunch, and dinner. I very enjoy and like cherry so much. Every year when the season the cherry coming, I always
booking the bus and go and pick them. Yeah. Even it takes so long, more than 5 hours, I happy. Yeah. And luckily this year the weather is not that hot. Yeah. It very beautiful weather. It's not hot. It's not cold. It in the medium weather. Medium. Yeah. Okay. Thank you.